การនឹងស្រឡាញ់គ្នាជាមនុស្សល្អមនុស្សល្អបងល្អទាំងអស់ល្អយ៉ាងម៉េចខ្លះបងទីទៅវាចេះទីមទីអីពីយើងហីហើយវាល្អដាក់យើងបើយើងអត់មានញ៉ាំចឹងសួរយើងសួរអីយើងអត់មានលុយចាយមានអីចឹងឲ្យលុយយើងចាយទៀតយើងចង់ញ៉ាំអីចឹងសួរយើងហើយណៃចង់ញ៉ាំអីណៃចង់ផាក់អីបងទិញឲ្យហើយពេលហ្នឹងទិញមេទិញអីមកធ្វើអីយើងញ៉ាំមួយក៏អើអីបើកអើបងទៀតចាទៅល្អហ្មងបើល្អបងអស់ពីចិត្តហ្មងអស់ពីចិត្តបងអូនស្រីត្រីខកំប៉ុងចំនួន3នាក់ដែលស្រស់ស្អាតបានរត់មកឲ្យខ្ញុំពឹងពាក់ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធជុំវិញនឹងករណីដែលអតីតសង្សាររបស់គាត់បានលំលំក៏ដូចជាយកម៉ូតូរបស់គាត់ក៏ដូចជាទូរស័ព្ទមួយគ្រឿងយកទៅបាត់ដូចនិយាយពីស្គាល់ដំបងម៉ែល្អល្អយាយល្អតាល្អបងនេះល្អមានរលេខដាក់គ្មាននេះមែនល្អគេ5ឆ្នាំបន្ថែមទៀតទេគឺថាធ្វើជាផងមួយទាំងងោកុំច្រឹកថោកពេកលួចរបស់គេឲ្យឌីលគេទៀតឌីលធ្វើម៉េចបងឌីលសាក់បងខ្ញុំហ្នឹងលក់អានោះ25រៀលយកលុយទៅចំប្រុសក្មេងឲ្យសិតអីណាយកលុយទៅចាក់សាក់ចាក់អីបោកប្រុសចិនយកលុយមកចំប្រុសអីណាណៃលក់ស្អីបងលក់នោះជិះចង់ឲ្យបងបើសិនជាបងទាំងពីរហ្នឹងហើយរដ្ឋាទាំងពីរហ្នឹងចាបើយកម៉ូតូឲ្យនឹងទូរស័ព្ទឲ្យបងយកទៅសងសាវិញអត់ស្ដាយទេគាត់បាត់បោកអាវបងអីថោកមកជ្រឹកថោកខ្លាំងណាស់បងអើយយកវិញគេចាឥឡូវមានអីបន្ថែមចឹងបងចង់ឲ្យវាយករបស់ខ្ញុំវិញហើយមើលលក់របស់លក់អីហើយជួយដល់សែនមកតាមផ្លូវច្បាប់ណាបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិមិត្តទូទស្សនិកជនរបស់រតនាញូជាទីគោរពបាទនៅវេលាបកណៈនេះខ្ញុំបាទជាមួយនឹងក្រុមការងារបានកំពុងតែមានវត្តមានស្ថិតនៅនឹងចំណុចនឹងគូស្ពានជួយច្បាដែលបងអូនស្រីត្រីខកំប៉ុងចំនួន3នាក់ដែលស្រស់ស្អាតបានរត់មកឲ្យខ្ញុំពឹងពាក់ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធជុំវិញនឹងករណីដែលអតីតសង្សាររបស់គាត់បានលំលំបាទក៏ដូចជាយកម៉ូតូរបស់គាត់ក៏ដូចជាទូរស័ព្ទមួយគ្រឿងបាទយកទៅបាត់នៅចំណុចនឹងទីតាំងភូមិឋានមួយកន្លែងនៅក្នុងមូលដ្ឋានសង្កាត់បាទអាសាថ្មីទី3បាទខណ្ឌដូនពេញរាជធានីភ្នំពេញឥឡូវនេះបើចង់ជ្រាបព័ត៌មានច្បាស់យើងធ្វើការសាកសួរជាមួយបងអូនស្រីតែម្ដងបាទជំរាបសួរបងអូនស្រី3នាក់បាទអូនស្រីក្នុងថ្ងៃនេះបងអូនមកឲ្យបងធ្វើការផ្សព្វផ្សាយពាក់ព័ន្ធជុំវិញនឹងករណីដែរបងស្រីគេធ្វើស៊ីម៉ូតូលុយម៉ូតូឲ្យនឹងទូរស័ព្ទដៃបងបាទពីណាគេដែរធ្វើស៊ីទូរស័ព្ទនឹងម៉ូតូបងអតីតសង្សារចាស់បងអតីតសង្សារចាស់ចាបាទគាត់មានឈ្មោះដែរឈ្មោះរដ្ឋាបង Facebook ឈ្មោះទឹកអំពៅឈ្មោះរដ្ឋា Facebook ឈ្មោះទឹកអំពៅចាបាទស្គាល់គ្នារយៈពេលប្រហែលខែប្រហែលឆ្នាំហើយបែកគ្នាប្រហែលពេលប្រហែលថ្ងៃប្រហែលខែហើយស្គាល់គ្នាយូរហើយបងហើយអត់ដែរបែកគ្នាទេគ្រាន់ថាសើបានលេងឆានមួយគ្នាបាទចាដល់ពេលថ្ងៃវាលុយម៉ូតូលុយអីទៅហ្នឹងមកញ៉ាំអីជុំគ្នានៅកន្លែងហាង Happiness ហ្នឹងណាដល់ពេលហើយវាទៅសាំម៉ូតូហើយនឹងសវត្តម៉ូតូអីនៅវាព្រោះត្រូវទៅយកមិត្តភក្តិម្នាក់ទៀតមកហើយមិត្តភក្តិហ្នឹងក៏វាស្គាល់ដែរគឺត្រូវជិះមិត្តភក្តិវាដែរវាថាចាំវាអ្នកទៅយកវិញហើយក៏ខ្ញុំអត់គិតថាវាធ្វើអញ្ចឹងដាក់ខ្ញុំដែរព្រោះខ្ញុំស្គាល់វាយូរហើយស្គាល់ទាំងផ្ទះស្គាល់ទាំងអីទៀតវាទៅពីមុនវាល្អហ្មងអញ្ចឹងបាទខ្ញុំមិននឹកស្មានថាវាធ្វើអញ្ចឹងដាក់ខ្ញុំមកហើយបន្ទាប់មកវាខ្ចីទូរស័ព្ទខ្ញុំទៅថតរូបហើយខ្ញុំក៏ឲ្យវាទៅថតវាថាទៅថតតាមមួយផ្លែតែហើយតិចទៀតទៅយកមិត្តភក្តិមកម្នាក់ទៀតហើយបាត់មកសន្ធោខ្ញុំក៏ភ័យខ្ញុំទៅចេញទៅមើលកន្លែងវាថតរូបហ្នឹងអត់ឃើញខ្ញុំចង់ទៅក្រោមសួរសន្តិសុខថាពូបានឃើញប្រុសពីរនាក់ចេញយកម៉ូតូសាំង23ចេញទៅអត់ហើយក៏គាត់ប្រាប់ថាយកម៉ូតូហ្នឹងចេញទៅមកស្វក់ដែរហើយគាត់ត្រូវឆ្អីនឹងមួយឯងអញ្ចឹងថាមិត្តភក្តិខ្ញុំអីអញ្ចឹងដល់ពេលហើយគាត់ថាឥឡូវអង្គុយចាំទាំងសិនទៅវាយកឲ្យវិញហើយដល់ពេលហើយខ្ញុំក៏ព្យាយាមតាក់តងទៅទូរស័ព្ទដៃខ្ញុំតែទៅអត់ចូលអីទាំងអស់ពីទៅដូចវាបិទគ្រឿងចោលអញ្ចឹងហ៎បងហើយខ្ញុំតាក់តងទៅតាម Facebook វាខាង Facebook វាអីហ្នឹងគាត់ចូលគាត់អីទេដល់ពេលហើយខ្ញុំក៏ទៅម៉ាក់ខ្ញុំប្រាប់ថាទៅដាក់ពីបដងដាក់អីទៅហើយទៅកន្លែងមកឲ្យកន្លែងពូនឹងជួយផ្សព្វផ្សាយអញ្ចឹងដល់ពេលហើយពេលហ្នឹងក៏ខ្ញុំមកកន្លែងពូតែពូថាអត់តាមផ្សាយទៅបងអូនទៅដាក់ពីបដងអីសិនហើយខ្ញុំក៏បកទៅដាក់ពីបដងវិញបលិថាតគ្រប់12ម៉ោងមិនគេព្រមធ្វើពីបដងឲ្យយើងព្រោះយើងធ្លាប់អតីតសង្សារចាស់គ្នាអញ្ចឹងដល់ពេលស្អែកឡើងម៉ោង8ត្រូវថ្ងៃ21ខ្ញុំក៏មកដាក់ពីបដងនៅសាខាផ្សារថ្មីទី3ខ្ញុំដាក់ពីបដងហើយខ្ញុំក៏ចុះទៅផ្ទះចុះទៅខេត្តណាយកទៅដាក់បដងហ្នឹងយកទៅដាក់នៅខាងទឹងត្រង់ហើយឲ្យម៉ាក់វាដោះស្រាយដល់អីហើយខ្ញុំក៏បានជួបម៉ាក់វាដែរម៉ាក់វាថាឥឡូវក្មួយឯងចាំមីងដោះស្រាយឲ្យហើយគាត់ថាទិញម៉ូតូថ្មីខ្ញុំវិញហើយគាត់ថាបើចង់បានម៉ូតូថ្មីហ្នឹងឲ្យខ្ញុំដកពាក្យបដងយកទៅខាងបលិទឹងត្រង់សិនបងគាត់ព្រមទិញម៉ូតូឲ្យខ្ញុំហើយខ្ញុំក៏អត់ជឿដែរព្រោះតែដកពាក្យបដងហើយយើងដាក់វិញអត់បានទេចឹងហើយខ្ញុំថាតើបានរបស់ដកដៃខ្ញុំសិនបាទខ្ញុំព្រមដកពាក្យបដងហ្នឹងម៉ូតូមកអីម៉ូតូបងម៉ូតូអាសាំង23បងផ្លាកលេខត្បូងឃ្មុំ 1L7211 មែនចាបងចាជួយទូរស័ព្ទមកអីទូរស័ព្ទ12 Pro Max ពណ៌សបងបាទថ្ងៃដែលបងអូនទឹកអំពៅបាទយកទៅថ្ងៃណាថ្ងៃ20ម៉ោង9យកបងនៅហាង Happiness បាទចាបាទហើយអាការពេលការនឹងស្រឡាញ់គ្នាជាមនុស្សល្អបងល្អទាំងអស់ល្អយ៉ាងម៉េចខ្លះបងវាទីទៅវាចេះទីមទីអីពីយើងហើយវាល្អដាក់យើងបើយើងអត់មានញ៉ាំចឹងសួរយើងសួរអីយើងអត់មានលុយចាយមានអីចឹងឲ្យលុយយើងចាយទៀតបាទហើយពេលនៅខាងពេលវាអត់ឡើងមកពេញហ្នឹងណា
យើងចង់ញ៉ាំអីចង់សួរយើងហើយណៃចង់ញ៉ាំអីណៃចង់ផឹកអីបងទិញឲ្យហើយពេលហ្នឹងទិញមេទិញអីមកធ្វើអីយើងញ៉ាំមិនបោកអើបអី បើកអើបងទៀត ចាទៅល្អមក បើល្អអស់ពីចិត្តហ្មង អស់ពីចិត្តដល់ពេលហើយឡើងមកពេញហ្នឹងនឹងវាស្គាល់អាណាអណៃធ្វើច្រឹកពីលអត់ប្រយោជន៍ថោកទៀបហ្មងឯងមកដល់មកស្គាល់ពេញហ្នឹងធ្វើច្រឹកថោកទៀបអញ្ចឹងហ្មងចេះលួចចេះអីដល់ពេលខ្ញុំឆាតទៅវាតាក់តងទៅវាតបខ្ញុំធម្មតាហើយសូធម្មតាវាអត់ខ្វល់វាយករបស់ហ្នឹងខ្ញុំវិញវាថាចាំវាផ្ញើម៉ូតូហ្នឹងឲ្យវិញហើយខ្ញុំដកពីម្ដងដកអីទៅខ្ញុំថាឥឡូវបានបើបានរបស់ដល់ដៃចាំមិនដកពីម្ដងពេលហើយដល់ថ្ងៃផ្ញើម៉ូតូឲ្យបាត់ឆឹងទៀតបាត់ទៀតចឹងវាក្រោយពីការបាត់ម៉ូតូគឺយើងមានតំណែងអីធម្មតាជាមួយនឹងគាត់ព្រោះខ្ញុំចង់បានរបស់ខ្ញុំមកវិញខ្ញុំលួងវាខ្ញុំលោមវាឲ្យវាយករបស់ខ្ញុំវិញអញ្ចឹងណាបាទមួយណាបងអូនតឹងពៅមួយណាបងអូននេះចុះរូបមួយនោះបងអានេះមកអ្នកមកជាមួយវាខ្ញុំអត់ដែរស្គាល់ឲ្យពេលហ្នឹងវាយកមកទៅជួបគ្នាលើកទី1ហ្នឹងហ្មងហើយធ្វើចរិតចោលភ្លាមជួបគ្នាភ្លាមលួចភ្លាមហ្មងបាទការនៅសងសាមិននៅភ្នំពេញទេនេះមិននៅភ្នំពេញទេបងនៅខាងតុងត្រង់អូស្គាល់នៅខាងតុងត្រង់ទេបងអូនសុកណាខាងណាបងអូនអានេះខ្ញុំមិនដឹងបងអូនដែលជាសងសាបងអូននៅស្រុកតុងត្រង់ខេត្តកំពង់ចាមបាទចុះបងអូននៅខាងហ្នឹងដែរខ្ញុំនៅខាងស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំជំមិនក៏បានស្គាល់គ្នាបងអូនពេលហ្នឹងខ្ញុំទៅធ្វើការនៅខាងតុងត្រង់ហ្នឹងតុងត្រង់ហ្នឹងហើយបាទក៏បានស្គាល់គ្នាទៅនិយាយពីស្គាល់ដំបូងម៉ែល្អល្អយាយល្អតាល្អបងនេះតល្អវាល្អលេខដាក់គ្មាននេះមែនល្អទៅយើងក៏បាក់ចិត្តស្រឡាញ់ណាចាបាទស្រឡាញ់អស់ពីចិត្តអស់ពីថ្លើមសង្ឃឹមថាស្រឡាញ់គ្នាបានជាគូអនាគតបាទមនុស្សប្រុសល្អខ្ញុំអត់គិតអញ្ចឹងផងខ្ញុំស្រឡាញ់គ្នាធម្មតាគ្រាន់តែអត់នឹកឃើញថាវាអាក្រក់អញ្ចឹងបាទវាអត់នឹកឃើញថាវាជាដឹកថប់ទៀតអញ្ចឹងបែកគ្នាប្រហែលខែប្រហែលឆ្នាំបានឡើងមកជួបគ្នានឹងពេញនេះបែកគ្នា3 4ខែដែរ3 4ខែដែរបានណាត់គ្នាជួបគ្នានឹងពេញទៅចាពេលហ្នឹងខ្ញុំមិនណាត់អីទេវាថាវាឡើងមកពីកពតអញ្ចឹងណាមកកពតឲ្យវាចង់ជួបខ្ញុំចង់មកលេងខ្ញុំហើយពេលហ្នឹងខ្ញុំនៅកន្លែងហាងគៀបសក់ខ្ញុំទៅគៀបសក់ពេលហើយវាឲ្យមិត្តភក្តិវាមកដប់មកដាក់កន្លែងខ្ញុំហើយពេលហ្នឹងអត់តាន់មានរឿងមានអីទេមិត្តភក្តិវាទៅវិញហើយវាមកតែឯងទេហើយមកផឹកអីនៅជ្រោយច្បារដល់ពេលផឹកហើយក៏វាទៅដេកបន្ទប់មួយមិត្តភក្តិខ្ញុំដេកបន្ទប់មួយមិត្តភក្តិខ្ញុំទៅស្អែកឡើងវាមកហៅខ្ញុំទៀតព្រោះខ្ញុំឲ្យខ្ញុំសួរវាថាមិត្តភក្តិអត់តាន់មកយកទេមែនហើយថាអត់តាន់មកយកទេហើយថ្ងៃហ្នឹងអាថ្ងៃត្រូវការថែមហ្នឹងពេលថ្ងៃវាឲ្យខ្ញុំជូនវាទៅថ្នល់តតឹងខាងកំពង់ស្ពឺតែខ្ញុំថាឥឡូវចាំយប់ទៅឥឡូវយើងល្ងាចហើយពេលហ្នឹងខ្ញុំទៅចាក់ថ្នាំមកចាក់ថ្នាំអាឡែស៊ីហ្នឹងណាហើយវាថាឲ្យវាជូនវាទៅជាមួយអាមួយនេះខ្ញុំថាឥឡូវចាំស្អែកអញត្រូវចុះទៅផ្ទះដែរចាំអញជូនទៅដល់ពេលពេលយប់កើតហេតុហ្នឹងមកស៊ីអីជុំគ្នាហ្នឹងវាលួចទៅបដ ாய் យកទៅបាត់បដ ாய் បងអូនឥឡូវមកដល់ពេលនេះបច្ចុប្បន្នភាពយើងនេះនៅតែតាក់ទងជាមួយនឹងគ្នាតែនៅតែចូលឬមួយ Facebook នៅឆាតចូលឬយ៉ាងម៉េចដែរឆាតចូលធម្មតាគ្រាន់តែវា unfriend ខ្ញុំចោល unfriend ចោលបាទខ្ញុំទិញបាយទិញអីស៊ីទាំងអានេះអត់ដែរស្គាល់គ្នាសោះឲ្យបាយស៊ីដែរឲ្យបាយស៊ីដែរអត់មានលុយទិញបាយស៊ីទិញបាយស៊ីស៊ីបាយហើយស៊ីអីហើយមកហាង Happy នេះហ្នឹងយកម៉ូតូយកទៅសាប់ទៅបាត់មករត់ថាហ្នឹងឯងទាំងពីរបងទាំងពីររដ្ឋាហ្នឹងចាហ្នឹងរដ្ឋាហ្នឹងមើលបងអូនរដ្ឋាបានមនុស្សស្រីល្អប៉ុណ្ណឹងហើយមិនទៀតណាបងអូនស្រីខំរសារបងអូននេះចេះបោកកៅអៅចេះបោកអីដាំបាយធ្វើកិច្ចការងារផ្ទះបាទកន្លងមកល្អចឹងហ៎មិនក៏បាយកំណត់មកយកម៉ូតូរបស់គ្នាអញ្ចឹងបាទបងអូនឯងគិតអីបែបអីនេះបងអូនស្រីក៏ចិត្តល្អទេបាទចាំទាំងអាមិត្តភក្តិបងអូនមួយទៀតឲ្យបាយអីហូបឥឡូវនេះមកបាយជិះលួចម៉ូតូនឹងទូរស័ព្ទរបស់គ្នាទៀតហើយលឺសូថាឲ្យសមាជិកទៅចាប់ទៀតបាទដាក់លោកសិនឲ្យលឺសូថា25ខែក្រុមគ្មានសមាជិកណាមកចាប់គាត់បានទេបាទឥឡូវសមាជិកជួយមើលផងបាទនៅក្នុងខណ្ឌនំពេញសូមអធិការបាទខណ្ឌនំពេញលោកបាទជួយបាទនេះស្វែងរកនេះនៅមុខជនសង្ស័យដែលបានធ្វើសកម្មភាពយកម៉ូតូទូរស័ព្ទរបស់បងប្អូនស្រីចុះបងប្អូនស្រីពីរនាក់នេះដែរយ៉ាងម៉េចដែរជាបងប្អូនមិត្តភក្តិខ្ញុំបងនេះតែស្គាល់បរិសុទ្ធពីរនាក់ហ្នឹងឯងបងអត់ដែរស្គាល់ទេបាទមាន5ផ្ញើបន្ថែមទៀតទេខ្ញុំប្រាប់ថាធ្វើជាប្រុសមួយទាំងមូលកុំច្រឹកថោកពេកលួចរបស់គេឲ្យឌីលគេទៀតឌីលធ្វើម៉េចបងឌីលសិតប្អូនខ្ញុំហ្នឹងលក់អានោះ25រៀលយកលុយទៅចំប្រុសក្មេងហើយសិតអីណាយកលុយទៅចាក់សាក់ចាក់អីបោកប្រុសចិនយកលុយមកចំប្រុសអីណាណៃលក់ស្អីបងអើយម៉ែកុំនិយាយចំលក់អានោះបងនេះចាឥឡូវវាផ្ញើបន្ថែមបងអូនខ្ញុំប្រាប់ថាបើម៉ូតូហ្នឹងអត់តាន់លក់យកឲ្យប្អូនខ្ញុំវិញមកវាខំហ្មងមកបានម៉ូតូមកបានរបស់អីមកហើយណាមួយអាណិតចិត្តម៉ែឪវាផងខ្ញុំឃើញវាផុសសិតជាប់កុកជាប់អីហើយផុសម៉ែវាយំមកសុំបបវាអីណាណៃវាអត់មានអាណិតចាំម៉ែវាសិតអីណាកូនសុំតោះកូនខុសហើយបើអាមួយនេះវិញវាអេស្តូរីហុកវាហើយវាសិតដាក់ថាកូនធ្វើបានហ្នឹងមកខ្ញុំជឿមកខ្ញុំនិយាយបែបវាលួចម៉ូតូគេបានហើយវាអេស្តូរីហ่ะមានន័យថាកូនធ្វើបានម៉ាក់ហ្នឹងគឺមិនមែនធ្វើបានរឿងអីធ្វើបានរឿងលួចគេបានទេបងណាខ្ញុំអត់ដឹងថាវាចង់ផុសវានៅថ្ងៃតែវាលួចម៉ូតូហ្នឹងបានព្រាវាផុសអញ្ចឹងហ្មងវាផុសកូនធ្វើបានហើយម៉ាក់ចាខ្ញុំឡើងនេះហ្មងហើយមួយថ្ងៃមុនហ្នឹងវាផុសថាវាជាប់កុកជាប់អីដល់ពេលឲ្យជាប់កុកមានពេលវេលាអេស្តូរីរហូតអេស្តូរីសិត
ពេលជាប់អញ្ចឹងមិនដឹងថាមិត្តភក្តិណាអត់ល្អអីចេះចេះហើយជាប់គ្រប់មានពេលអេតរីទៀត ឥឡូវចេះជាចុងក្រោយបងអូនបើសិនជាបងអូនទាំងពីរចឹងឯងហើយរដ្ឋាទាំងពីរចឹងឯង ចា បើយកម៉ូតូឲ្យនឹងទូរស័ព្ទឲ្យបងអូនយកទៅសង្សារវិញអត់ អត់ អេស្ដាយឯងគាត់ប៉ិនបោកអាវមកអី ថោកឲ្យជិះថោកខ្លាំងណាស់បងអើយយកវិញទេ យ៉ាង ចា យ៉ាងឥឡូវមានអីបន្ថែមចឹងបងអូន មានអីច្រើនទេគ្រាន់ចង់ឲ្យវាយករបស់ឲ្យខ្ញុំវិញហើយបើលក់របស់លក់អីហើយជួយមកដល់សែនមួយប្លីតាមផ្លូវច្បាប់មក មានអីផ្ដាំឆាក៏ដូចជាមានអីសំណពរដល់កម្លាំងសមត្ថកិច្ចលោកយ៉ាងម៉េច ខ្ញុំសូមស្នំពរឲ្យកម្លាំងសមត្ថកិច្ចជួយរកវាឲ្យឃើញឲ្យវាមកដល់ស្រ័យតាមផ្លូវច្បាប់ព្រោះខ្ញុំដាក់ពាក្យបណ្ដឹងឡើងមកអាទិត្យជាងហើយអត់ទាន់បានរកឃើញវាទៅប៉ូលីសគាត់អត់ទាន់ធ្វើការឲ្យខ្ញុំទេអញ្ចឹងខ្ញុំស្នំពរឲ្យគាត់ជួយធ្វើការឲ្យខ្ញុំផងព្រោះម៉ូតូទូរស័ព្ទខ្ញុំនឹងខ្ញុំហត់ខ្លាំងហ្នឹងមកបានកម្លាំងញើសឈាមខ្ញុំវាដល់មានបណ្ដាឈុំឆេងខ្ញុំធ្វើខ្លួនឯងទាំងអស់ហើយពេលបាត់ពេលអីហ្នឹងខ្ញុំរត់ចុះឡើងខេត្តពេញដើម្បីមករកប៉ូលីសរកអីហ្នឹងពីទៅចង់ដាច់ខ្យល់ងាប់អី បាទបងអូនណាប្រិមត្តទេជនបងអូនស្រីការរៀបរាប់គឺក៏មានការផលប្របាកដែរដែលម៉ូតូនិងទូរស័ព្ទហ្នឹងក៏គ្នារោដោយកម្លាំងយកឈាមដែរហើយស្គាល់គ្នានៅខាងស្ទឹងត្រង់ស្ទឹងអីនោះហើយបងអូនស្រីក៏ឡើងធ្វើការពេញបងអូនប្រុសមកពីខាងកពតមកក៏ណាត់ជួបគ្នានៅរាជធានីភ្នំពេញហ្នឹងរួចហើយក៏បានបើយកទូរស័ព្ទនិងសម្បត្តិម៉ូតូយកជិះទៅបាត់បាទតែខ្ចីទូរស័ព្ទយកមកថតសេហ្វីលហើយសម្បត្តិម៉ូតូបងអូនបើក៏សៅម៉ូតូនិងសម្បត្តិម៉ូតូទៅជាប់នឹងខ្លួនទៅក៏ស្រាប់តែយកមកនេះនេះជាអ្នកមកជាមួយនេះជាបងអូនដែលបងអូនស្រីជាដឹកសង្សាររបស់បងអូនស្រីដែលបានដែលឈ្មោះថារដ្ឋាហើយ Facebook មានឈ្មោះថាទឹកអំពៅអេបាទឬសូជាតារាយ TikTok Facebook ឯដែរបងអូន ហើយពេលខ្ញុំផុសរូបវាហ្នឹងមានស្រី Facebook វាចូល comment កាន់ជើងវាគ្រប់គ្នាវាតារាម៉ាថាវាអីចេះវាល្អវាខំធ្វើល្អប៉ុណ្្នឹងហើយនៅតែមិនឃើញអំពើល្អវាទៀតហើយស្រីចូល comment ថាបើយើងបានធ្វើយើងបាច់គិតច្រើនអីទេហើយ comment អីស្រី comment ហ្នឹងសិតតែអត់ដឹងថាត្រូវជាអីនឹងវាទេសិតតែស្រីចូល comment វាហេតុតែគេពោះស្អាតនេះមានស្រីកាន់ជើងមានត្អូញត្អែកំសត់ទូនយំ ជន់ក្បាលខ្ញុំនឹងចាំកប់ដីអីពួកហ្នឹងទៅវាកាន់ជើងអាមួយហ្នឹងកាន់ជើងអាចោលលួចរបស់ខ្ញុំហ្នឹងហើយមកនេះជន់ក្បាលខ្ញុំតែមានអ្នកនិយាយថាសង្សារចាស់យើងតាឲ្យគេទៅឆ្ងាញ់មានអ្នកនិយាយអញ្ចឹងទៀតមកខ្ញុំកាំងខ្លាំងខ្ញុំរកពីអីបាទឆ្ងាញ់នឹងអ្នកខមមិនស្រីដែលកាន់ជើងរកស្អាតនេះទៀតបាទកាន់ជើងសង្សារចាស់យើងតាឲ្យគ្នាទៅហើយមានអាប្អូននេះលឺសូរយោម៉ូតូហើយភ្លាមpost story ថាម៉ាក់កូនធ្វើបានហើយទៀតអេចេះតែមានមកពួកបងប្អូននេះបាទម្នាក់ម្ដងវាដាក់វេនគ្នាផុសហ្មងកូនធ្វើបានហើយម៉ាក់អាយយណាបងប្អូនប្រិមជនហ្នឹងហើយអរគុណច្រើនមែនទេយើងក៏សូមបញ្ចប់តែប៉ុណ្នេះហើយក៏សរុបដល់កម្លាំងសមត្ថកិច្ចបើលោកជួយធ្វើការបើជួយខាត់នៅបរិះយុវជន2នាក់ដែលបានធ្វើកម្មភាពយកម៉ូតូហើយនឹងទូរស័ព្ទបងប្អូនស្រីផងដែរបងប្អូនស្រីគឺគ្នារោមកហត់ណាកម្លាំងយកឈាមមកតម្រុំបានម៉ូតូហើយនឹងទូរស័ព្ទនេះគឺរោច្រើនឆ្នាំច្រើនខែណាឥឡូវនេះមកយករបស់គ្នាទៅបាត់អរគុណមែនទេខ្ញុំបាទរតនាក៏សូមបញ្ចប់តែប៉ុណ្នេះរាល់ពាក្យពេចន៍ខុសឆ្គងកន្លែងណាមិនសមរម្យក៏សូមខន្តីនៅពេលទោសខ្ញុំបាទបន្ទឺរតនារួមជាមួយនៅក្រុមការងារសូមលំអរកាយគ្រប់លា